ឯកឧត្តមខេឆាយប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរបានលើកឡើងពីព័ត៌មានជាផ្លូវការទាក់ទងនឹងកីឡាករគុនខ្មែរលន់បញ្ញាតំណាងប្រកួតគុនខ្មែរនៅកម្ពុជានៅក្នុង K1 World Match 2026 កីឡាករគុនខ្មែរលន់បញ្ញានឹងតំណាងឲ្យគុនខ្មែរនិងកម្ពុជាចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ដ៏ធំ K1 World Match 2026ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី12ខែកញ្ញាឆ្នាំ2026នៅទីក្រុងតូក្យូប្រទេសជប៉ុនក្នុងវគ្គ Final 16នៃការប្រកួត K1 World Match ប្រភេទទម្ងន់70 គីឡូក្រាម World Championship Tournament លន់បញ្ញានឹងត្រូវប្រឈមមុខជាមួយកីឡាករជប៉ុន Kazuki Matsumoto ក្នុងការប្រកួតដ៏សំខាន់មួយដែលជាការប្រកួតចម្រុះដើម្បីស្វែងរកអ្នកឈ្នះបន្តទៅកាន់វគ្គបន្ទាប់គោលដៅធំ X-Men Tournament ការប្រកួតវគ្គ16អ្នកចុងក្រោយនេះគឺជាជំហានដ៏សំខាន់ក្នុងការជំរុះរកកីឡាករដែលនឹងបន្តទៅប្រកួតក្នុង X-Men Tournament ដែលគ្រោងធ្វើឡើងនៅចុងឆ្នាំ2026ការចូលរួមរបស់កីឡាករគុនខ្មែរលន់បញ្ញាក្នុងព្រឹត្តិការណ៍ K1 World Match 2026នៅទីក្រុងតូក្យូប្រទេសជប៉ុននាពេលខាងមុខនេះគឺជាផ្លែផ្កាដ៏សំខាន់មួយនៃកិច្ចសហប្រតិបត្តិការរវាងសហព័ន្ធកីឡាប្រដាល់គុនខ្មែរនិងស្ថាប័ន K1 ប្រទេសជប៉ុនក្នុងគោលបំណងបង្កើតឱកាសឲ្យកាន់តែច្រើនសម្រាប់កីឡាករគុនខ្មែរបានចូលរួមប្រកួតលើសង្វៀន K1 ទាំងនៅប្រទេសជប៉ុននិងនៅតាមបណ្ដាប្រទេសនានាជុំវិញពិភពលោកនេះគឺជាជំហានថ្មីមួយដែលមិនត្រឹមតែបើកទ្វារឲ្យកីឡាករគុនខ្មែរបានបង្ហាញសមត្ថភាពលើឆាកអន្តរជាតិប៉ុណ្ណោះទេប៉ុន្តែថែមទាំងជាឱកាសដ៏មានតម្លៃក្នុងការនាំយកសិល្បៈក្បាច់គុនបុរាណខ្មែរអត្តសញ្ញាណវប្បធម៌និងកិត្តិយសកម្ពុជាទៅកាន់ពិភពលោកឲ្យកាន់តែទូលំទូលាយនិងឆាប់រហ័សសូមបងប្អូនជនរួមជាតិកម្ពុជាទាំងក្នុងនិងក្រៅប្រទេសចូលរួមផ្ដល់កម្លាំងចិត្តនិងគាំទ្រកីឡាករលន់បញ្ញាក្នុងបេសកកម្មដ៏សំខាន់នេះគុនខ្មែរឆ្ពោះទៅមុខកម្ពុជាឆ្ពោះទៅកាន់ពិភពលោក